កូរ៉េខាងត្បូងគ្រោងចេញមុខទេសគ្រីបតូសម្រាប់ក្រុមហ៊ុនវិនិយោគលើ Cryptocurrency នៅត្រីមាសទី3ឆ្នាំនេះតើក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG នឹងចូលរួមទិញ Bitcoin ដែរឬទេយោងតាម The Block កូរ៉េខាងត្បូងដែលល្បីខាងចូលចិត្ត Crypto គ្រោងចេញមុខទេសសម្រាប់ក្រុមហ៊ុនវិនិយោគលើ Cryptocurrency នៅត្រីមាសទី3ឆ្នាំនេះគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ FIC បានប្រកាសក្នុងកិច្ចប្រជុំជាមួយអ្នកជំនាញ Crypto កាលពីថ្ងៃទី12ថាមុខទេសនេះក៏នឹងជួយក្រុមហ៊ុនចុះបញ្ជីនិងវិនិយោគិនធំៗផងដែរលោកគីមសូយុងអនុប្រធាន FIC ថាកូរ៉េខាងត្បូងចង់បង្កើនល្បឿនទីផ្សារ Crypto ក្នុងស្រុកដោយសារឥទ្ធិពលពីអាមេរិកដែលគាំទ្រ Crypto ក្រោមប្រធានាធិបតីត្រាំមុខទេសនេះនឹងមានច្បាប់សម្រាប់ការជួញដូរការបង្ហាញទ្រព្យនិងការរាយការណ៍ FIC ក៏គ្រោងនឹងចេញ Guideline សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញនិង Exchange នៅខែមេសាខាងមុខនេះតើវានឹងមានរឿងអ្វីកើតឡើងក្រុមហ៊ុនដូចជា Samsung ឬ LG អាចចូលរួមទិញ Bitcoin ដូចជា MicroStrategy នៅអាមេរិកបង្កើនលុយនិងសកម្មភាពនៅទីផ្សារ Crypto ច្បាប់ច្បាស់លាស់នឹងធ្វើឲ្យទីផ្សារមានទំនុកចិត្តដោយសារក្រុមហ៊ុនធំៗនឹងនាំមកនូវការគ្រប់គ្រងហានិភ័យនិងផែនការវែងឆ្ងាយជាមួយអ្នកវិនិយោគ15លាននាក់ 35% នៃប្រជាជនច្បាប់នេះនឹងបង្កើនតម្លាភាពនិងការពារអ្នកទិញលក់រាយថែមទាំងអាចជួយកូរ៉េខាងត្បូងនិងជួយជំរុញប្រទេសអាស៊ីដូចជាជប៉ុនឬតៃវ៉ាន់ឲ្យធ្វើតាមដូចគ្នាផែនការ3ជំហានទី1ខែមេសាអនុញ្ញាតឲ្យស្ថាប័នសាធារណៈបើកគណនីឈ្មោះពិតជំហានទី2ត្រីមាសទី3អនុញ្ញាតឲ្យ Exchange និងក្រុមហ៊ុន Crypto បើកគណនីប្រាក់វ៉ុនជំហានទី3រយៈពេលវែងពង្រីកទៅក្រុមហ៊ុនទូទៅនិងធនាគារបន្ថែមពីនេះFIC ទាមទារឲ្យធនាគារនិង Exchange ត្រូវរឹតបន្តឹងសុវត្ថិភាពពង្រឹងការប្រឆាំងការលាងលុយនិងការការពារការវាយប្រហារពី Hacker ឲ្យកាន់តែខ្ពស់ជាងមុនថែមមួយកម្រិតទៀត។